mai bè lá oi lời nịt mà mờn đà lá đầm bay từ cái sầm phò tham mây để xa tàn nịt trong cái lời ấy cái mơ lời cái à 10000 ដុល្លារ អូច្រើនណាស់ និយាយទៅ10000ដុល្លារហ្នឹងគឺសម្រាប់ឲ្យចាប់ផ្ដើមអ្វីដែលថ្មីមកវិញព្រោះឲ្យលឺថាចង់ធ្វើច្បោះចង់ធ្វើមុខធ្វើមាត់ដើម្បីស្អាតមកវិញអញ្ចឹងឥឡូវយកលុយ10000ដុល្លារទៅកែ មែនអីម៉ែ ជារួមទៅខ្ញុំធ្វើការមួយម៉ាក់បេឡាចូលរយៈពេល2ឆ្នាំហើយបងប្អូនទាំងអស់គ្នាសំខាន់គាត់មានទឹកចិត្តល្អមែនតែនបងប្អូននេះគឺគាត់ចង់កែចំមុះថ្មីអញ្ចឹងណាបងប្អូនគាត់មានអារម្មណ៍ថាគាត់ចង់ឲ្យប្លែកមុខដើម្បីរកលុយបានច្រើនដោយសារតែពេលដែលមុខយើងស្អាតទៅយើងមានការងារធ្វើច្រើនអញ្ចឹងណាបងប្អូនគាត់ខាងថតប្រម៉ូទផលិតផលអញ្ចឹងតើយើងមានមុខស្អាតមានអីដែរអញ្ចឹងទៅហើយណាមួយទៀតគាត់ចង់បានអ្វីដែលថ្មីចូលមកក្នុងជីវិតរបស់គាត់ថាគាត់មានក្រមកាយយូរហើយប៉ុន្តែគាត់អត់មានសមត្ថភាពតែលើកនេះម៉ែឲ្យបងប្អូនខ្ញុំមានអារម្មណ៍ថា surprise ខ្លាំងមែនតែនហ្មងសម្រាប់ខ្ញុំហើយនេះគាត់ធ្វើការជាមួយនឹងម៉ែចូលរយៈពេល7ឆ្នាំដែរបងប្អូនអរគ្នាខ្ញុំដឹងថាមានមនុស្សច្រើនមែនតែនដែលចង់ធ្វើការជាមួយនឹងម៉ាក់បេឡាមិនថាខ្ញុំមិនថាគេទេដោយសារតែបានធ្វើការជាមួយនឹងគាត់គឺកក់ក្ដៅមែនតែនបងប្អូនណាបងប្អូនអរគ្នាដឹងពីទឹកចិត្តគាត់ហើយទឹកចិត្តគាត់គឺល្អមែនតែនហ្មងអត់មានអ្វីប្រៀបផ្ទឹមបានទេសំខាន់ឲ្យតែកូនចៅមានបញ្ហារួមទៅតែឃើញវត្តមានគាត់រហូតហ្មងខ្ញុំមកពិតជាសប្បាយចិត្តមែនតែនដែលបានធ្វើការជាមួយនឹងគាត់ខ្ញុំមិនដឹងថាថ្ងៃមុខទៅយើងអាចរួមការងារជាមួយនឹងគ្នាបានទៀតអត់ទេប៉ុន្តែសំខាន់ពេលនេះគឺខ្ញុំធ្វើការជាមួយនឹងគាត់នេះគឺខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបហើយនឹងមានក្តីសុខខ្លាំងមែនតែនហ្មងបងប្អូនគាត់បានបំពេញឲ្យយើងអស់អាលីងតែម្ដងបងប្អូនទឹកមុខនេះទៅបងប្អូនអរគ្នាគាត់សប្បាយចិត្តមែនតែនហ្មងពេលហ្នឹងគាត់ surprise ដែរបងប្អូនគាត់នឹកស្មានថាម៉ែឲ្យគាត់10000ទេខ្ញុំទាំងគេ surprise ដូចគ្នាបងប្អូនអរគ្នាមានកន្លែងធ្វើការដែលមានមេល្អយើងគួរតែថែរក្សាអញ្ចឹងណាបងប្អូនអរគ្នាដោយសារតែខ្ញុំនេះបានរកឃើញមេល្អឲ្យបងប្អូនតែទទួលមានព្រេនបដាវនឹងណែនាំឲ្យខ្ញុំធ្វើការជាមួយគាត់រយៈពេល2ឆ្នាំនេះគឺខ្ញុំពិតជាមានភាពកក់ក្ដៅមែនតែនខ្ញុំនិយាយធំមកបងប្អូនអរគ្នាគាត់មិនមែនធ្វើតែជាមីទេគាត់ដូចជាម្ដាយដូចជាបងស្រីពេលខ្លះគាត់ដើរតួជាមិត្តភក្តិយើងទៀតបងប្អូនយើងពិបាកចិត្តពេលអីហ្នឹងគាត់លួងលោមយើងដូចមិត្តភក្តិអញ្ចឹងបងប្អូនកំដរយើងផឹកកំដរយើងដើរលេងអញ្ចឹងនិយាយថាឲ្យតែលឺថាយើងពិបាកចិត្តដល់តែគាត់ជូនយើងទៅនេះទៅនោះហើយអញ្ចឹងយើងមានអារម្មណ៍ថាសប្បាយហើយកក់ក្ដៅខ្លាំងមែនតែនហ្មងបងប្អូនខ្ញុំនៅជាមួយគាត់ខ្ញុំមានអារម្មណ៍ថាគាត់អត់ដែលគិតថាខ្លួនឯងគាត់ជាមេទេបងប្អូនគាត់តែងតែព្រៀនបដាបែបដូចបងស្រីអញ្ចឹង